ក្រុមឡានដឹកដីធុនធ្ងន់កង់10ធ្វើឲ្យខូចផ្លូវនិងបង្កការលំបាកដល់ប្រជាពលរដ្ឋ3ភូមិក្នុងឃុំព្រះនិព្វានខេត្តកំពង់ស្ពឺតាមប្រភពពលរដ្ឋថាមានសកម្មភាពឈ្មួញមួយក្រុមដែលប្រកបមុខរបរដឹកដីលក់នៅក្នុងភូមិសាស្ត្រឃុំព្រះនិព្វានតែមានឈ្មោះឈុនសុភាពហៅម៉ៅដែលជាមេការនិងលោកផាន់ត្រីជាម្ចាស់គ្រឿងចក្របានប្រើរថយន្តខ្នាតធំដឹកដីចេញពីតំបន់ភូមិស្រះត្រយងក្នុងឃុំវាស្រុកកងវិស័យខេត្តកំពង់ស្ពឺបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវក្នុងភូមិព្រៃខ្កៅនិងភូមិបាំងកងឃុំព្រះនិព្វានដើម្បីមកចាក់បំពេញរណ្ដៅដីដែលមានទំហំប្រមាណ5ហិកតាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរភូមិព្រៃខ្លាប្រជាពលរដ្ឋនៅភូមិព្រៃខ្លាបាននិយាយប្រាប់ក្រុមការងារយើងឲ្យដឹងថាឡានដឹកដីរត់កាត់តាមភូមិរបស់ពួកគាត់យូរថ្ងៃមកហើយតាំងពីផ្លូវល្អមកជាផ្លូវបែកម៉ាំនិងបាក់ស្រុតខូចទ្រង់ទ្រាយដើមផ្លូវកាលពីមុនហើយក្រុមឡានដឹកដីទាំងនេះមិនបានក្រមតាមបទដ្ឋានបច្ចេកទេសនិងហុយបង្កការលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបង្កផលលំបាកនិងធ្វើឲ្យខូចផ្លូវនេះគឺដោយសារតែរថយន្តដឹកដីខ្នាតយក្សធុនធ្ងន់កង់10ដឹកដីលើសទ្រង់បង្កឲ្យអាចដីធ្លាក់មកលើផ្លូវធ្វើឲ្យហុយពិបាកធ្វើដំណើរហើយបើស្រោចទឹកវិញគឺមួយថ្ងៃតែម្ដងប៉ុណ្ណោះគឺស្រោចយកតែនាមថាឲ្យតែបានស្រោចប៉ុណ្ណោះប្រជាពលរដ្ឋបន្តទៀតថាតាំងពីក្រុមឡានដឹកដីនេះមកប្រកបអាជីវកម្មនៅតំបន់នេះតាំងពីផ្លូវថ្នល់អណ្ដើកខ្ពស់ក្រាគ្រួក្រហមហើយផ្លូវនេះរួចផ្ដើមកសាងដោយព្រះចៅអធិការវត្តត្រពាំងក្រពើនិងមានការចូលរួមពីពុទ្ធបរិស័ទតែឥឡូវផ្លូវនេះត្រូវបានរាបស្មើនឹងដីស្រែនិងមានរន្ធបាយខំជាច្រើនកន្លែងដោយសារឡានដឹកដីទាំងនេះពលរដ្ឋបន្តថាដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីសុខទុក្ខរបស់ពលរដ្ឋដែលរស់នៅតំបន់នោះទេខ្លួនឯងរកលុយយកដាក់ហោប៉ៅរាប់ម៉ឺនដុល្លារចំណែកទុកលំបាកទុកឲ្យប្រជាពលរដ្ឋអ្នករ៉ាប់រងទៅវិញហើយពួកគាត់នៅតំបន់នោះស្នើសុំដល់អាជ្ញាធរស្រុកនិងខេត្តមេត្តាជួយពិនិត្យមើលនិងចាត់វិធានការក្រុមឡានដឹកដីរបស់លោកឈុនសុភាពហៅម៉ៅនិងលោកផាន់ត្រីជាម្ចាស់គ្រឿងចក្រនេះផងចំណែកលោកឈុនសុភាពហៅម៉ៅជាមេការបានឲ្យអង្គភាពយើងដឹងនៅថ្ងៃទី28ខែមករាឆ្នាំ2026នេះថារឿងដីហុយបានស្រោចទឹកហើយគាត់មិនមែនស្រោចមួយដងក្នុងមួយថ្ងៃដោយការលើកឡើងរបស់ពលរដ្ឋនោះទេបើមួយថ្ងៃម្ដងអ្នកណាថាឲ្យមកជួបគាត់ថាគឺ3 4ដងក្នុងមួយថ្ងៃអាណោះហើយបើស្រោចច្រើនពេកថាបែកម៉ាំពិបាកធ្វើដំណើរហើយលោកបន្តសួរមកអ្នកសារព័ត៌មានយើងវិញថាប្រជាពលរដ្ឋមួយណាជាអ្នកផ្ដល់ព័ត៌មានឲ្យដោយឡែកលោកជំទុកទី1ឃុំព្រះនិព្វានលោកតឹមតនបានឲ្យសារព័ត៌មានយើងដឹងនៅថ្ងៃដដែលនេះថាគាត់បានឲ្យមន្ត្រីចុះទៅពិនិត្យមើលហើយគេចាក់ទឹកតើប៉ុន្តែឡានវារត់ច្រើនគ្រឿងពេកហើយធំវាចាក់មិនបានដូចចិនជួនពេលអ្នកធ្វើដំណើរមកដល់ក៏ហុយលោកបន្តថាកាលពីមុនផ្លូវនេះជាផ្លូវគ្រួក្រហមនិងខ្នងអណ្ដើកមែនប៉ុន្តែមួយរយៈដែលមានក្រុមហ៊ុនមកទិញដីដើម្បីធ្វើរោងចក្របានជួលឡានដឹកដីដើម្បីដឹកអាចដីមកចាក់ពីដំបងក្រុមហ៊ុនឡានដឹកដីនេះបានស្រោចទឹកស្រោចចុះស្រោចឡើងដីជាប់កង់ឡានអស់ធ្វើឲ្យផ្លូវមានរន្ធបាយខំដល់ពេលមានរន្ធបាយខំក្រុមហ៊ុនបានយករ៉េបលឺមកគៀដល់ពេលគៀចុះគៀឡើងផ្លូវទៅជាទៀបជាងផ្លូវចាស់បន្ទាប់ពីអ្នកសារព័ត៌មានសុំការបំភ្លឺពីជំទប់ទី1ឃុំព្រះនិព្វានលោកទឹមតនតាក់ទងនឹងរឿងឡានដឹកដីនេះនៅរសៀលថ្ងៃទី28ខែមករាឆ្នាំ2026អាជ្ញាធរឃុំព្រះនិព្វានបានធ្វើកំណត់ហេតុចំពោះម្ចាស់អាជីវកម្មដែលមានឈ្មោះផាន់ត្រីជាម្ចាស់គ្រឿងចក្របើលោកផាន់ត្រីមិនអនុវត្តតាមកំណត់ហេតុដែលបានធ្វើជាមួយនឹងអាជ្ញាធរឃុំនឹងមានវិធានការបន្តរីឯលោកឈុនសុភាពហៅម៉ៅមិនមានឈ្មោះនៅក្នុងកំណត់ហេតុនោះទេ